តើអ្នកទាំងអស់គ្នាធ្លាប់ដែលឆ្ងល់ទេតើអ្នកវិទ្យាសាស្ត្រគេធ្វើឲ្យខ្លះក្នុងសកម្មភាពរាល់ថ្ងៃរបស់គេចឹងហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញនៅសកម្មភាពមួយថ្ងៃពេញរបស់ខ្ញុំដែលជាអ្នកវិទ្យាសាស្ត្រផ្នែកវិទ្យាសាស្ត្រខ្ញុំឈ្មោះគំសវណ្ណរិទ្ធខ្ញុំជាអ្នកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលខ្ញុំមានឪពុកម្ដាយជាគ្រូបង្រៀនម្ដាយរបស់ខ្ញុំបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរហើយនិងឪពុករបស់ខ្ញុំបង្រៀនផ្នែកជីវវិទ្យាហើយប្រហែលជាផ្នែកមួយដែលជំរុញឲ្យខ្ញុំមានការចូលចិត្តផ្នែកវិទ្យាសាស្ត្រហ្នឹងហើយយើងដែលទៅលើហើយថាមនុស្សម្នាក់ៗដែលទៅមានការចំណុចចាប់ផ្ដើមរៀងៗខ្លួនហើយចំពោះខ្ញុំគិតថានៅមូលដ្ឋានគ្រឹះនៃការចាប់ផ្ដើមនីមួយៗវាសំខាន់ទៅដល់ការជោគជ័យដោយតែខ្ញុំមានសពថ្ងៃឪពុកម្ដាយខ្ញុំតែងតែបោះទុនវិនិយោគនៅលើវិស័យអប់រំជារឿយៗដោយគាត់យល់ថាការអប់រំនឹងជួយដោះបន្ទុករបស់គុំហើយជួយឲ្យយើងមានភាពជោគជ័យនៅក្នុងជីវិតយើងតែងតែលើហើយថាមនុស្សម្នាក់ៗតែងតែមានចំណុចចាប់ផ្ដើមរៀងៗខ្លួនចឹងហើយមូលដ្ឋានគ្រឹះនៃចំណុចចាប់ផ្ដើមនេះវាពិតជាសំខាន់ខ្លាំងណាស់ហើយពុកម្ដាយរបស់ខ្ញុំនឹងគាត់បានរៀបចំរចនានៅមជ្ឈដ្ឋានដែលអំណោយផលតចំណុចចាប់ផ្ដើមរបស់ខ្ញុំនឹងពួកគាត់តែងតែគិតគូរការរស់នៅក្នុងគ្រួសារក្នុងសហគមន៍នៅក្នុងសាលាជាដើមហ្នឹងគាត់តែងតែច្បាស់លាស់ជាមួយនឹងទូនាទីនីមួយៗនៅក្នុងផ្ទះគាត់រៀបចំនៅរបបអាហារមួយដែលគោលទៅលើលំនាំនៃការលូតលាស់នៃសារពាង្គកាយខួរក្បាលបញ្ញាស្មារតីហ្នឹងទៅតាមនឹងហើយការសម្រាកហ្នឹងក៏ជាផ្នែកមួយសំខាន់ដែរគឺមានម៉ោងពេលត្រឹមត្រូវនៅក្នុងការចូលគេងជាដើមហ្នឹងដើម្បីឲ្យគេងបានគ្រប់គ្រាន់នៅក្នុងសង្គមក៏ដូចគ្នាគាត់តែងតែបង្ហាញនៃការអ្វីទៅខុសអ្វីទៅត្រូវនៃការគោរពច្បាប់ការគោរពចាស់ទុំព្រឹទ្ធាចារ្យនៅក្នុងសហគមន៍ធ្វើយ៉ាងណាឲ្យយើងមិនមែនជាបន្ទុកសង្គមប៉ុន្តែជាការចូលរួមចំណែកនៅក្នុងការជួយសង្គមចំពោះការអប់រំគាត់តែងតែមានពេលវេលាច្បាស់លាស់នៅក្នុងការរៀនសូត្របន្ថែមនៅផ្ទះហើយនៅក្នុងសាលាក៏ដូចគ្នាគាត់តែងតែព្យាយាមធ្វើយ៉ាងណាឲ្យយើងមានពេលគ្រប់គ្រាន់នៅក្នុងការរៀនជាមួយនៅក្នុងសាលាគឺខ្ញុំមិនដែលមានពេលណាមួយដែលយើងឈប់ពីសាលាដោយគ្រាន់តែមានទុក្ខធរៈតិចតួចតើថាឈឺធ្ងន់តែម្ដងទៅមានការពីសាលាពួកគាត់ក៏តែងតែគិតគូរទៅលើការជ្រើសរើសសាលានៅក្នុងការរៀនសូត្រទោះជាយ៉ាងណាគាត់តែងតែមើលទៅលើប្រសិទ្ធភាពនៃសាលាការគ្រប់គ្រងនៃសាលាការបង្រៀនពីគ្រូបង្រៀនហ្នឹងគាត់តែងតែរើសនៅប្រភេទសាលាណាដែលអាចនឹងផ្ដល់ចំណេះជំនាញដល់ខ្ញុំជាសិស្សហ្នឹងបានគ្រប់គ្រាន់ហើយក្រោមការរៀបចំទាំងអស់នេះវាពិតជាល្អសម្រាប់វាពិតជាមជ្ឈដ្ឋានមួយដែលអំណោយផលដល់ការលូតលាស់ការសិក្សារបស់ខ្ញុំពិតមែនតែក្នុងន័យនេះគឺទាល់តែខ្ញុំជាកូនជាសិស្សជាសមាជិកនៃសង្គមនឹងអភិវឌ្ឍនិងធ្វើការស្របជាមួយគ្នានឹងអញ្ចឹងតើរបស់ខ្ញុំហើយនឹងអ្នកជំនាញខ្លួននឹងទើបអាចមានការដើរទៅមុខនឹងបានត្រឹមត្រូវទាំងអស់គ្នា